សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងខ្លីមួយដែលនិយាយអំពីភាពក្លាហានចិត្តសប្បុរសនិងការខិតខំប្រឹងប្រែងរបស់ស្ត្រីម្នាក់ដែលរឿងនេះបង្ហាញឲ្យយើងដឹងថាជីវិតយើងខ្លាចជាពិបាកក៏ដោយក៏យើងមិនត្រូវបោះបង់ឡើយហើយយើងត្រូវរក្សាចិត្តនិងក្តីសង្ឃឹមជានិច្ចឥឡូវនេះខ្ញុំសូមលើករឿងរ៉ាវរបស់គាត់ដែលគាត់មានឈ្មោះថាជាមិនិតដែលគាត់ជាស្ត្រីម្នាក់ដែលមានចិត្តល្អខិតខំប្រឹងប្រែងធ្វើការណាស់ប៉ុន្តែគាត់ជាស្ត្រីមេម៉ាយដែលមានកូន2នាក់នៅក្នុងបន្ទុកមិនិតស្រឡាញ់កូនរបស់គាត់ខ្លាំងណាស់ហើយគាត់តែងតែខិតខំធ្វើការដើម្បីផ្ដល់ជីវភាពប្រសើរដល់កូនគាត់ទោះបីជាអ្នកមីងមានភាពក្រលំបាកតែចិត្តគាត់សប្បុរសណាស់ចំពោះមនុស្សដទៃផ្សេងទៀតនៅពេលដែលគាត់ធ្វើជាអ្នកថែទាំអ្នកជំងឺនៅតាមមន្ទីរពេទ្យនិងមនុស្សចាស់គាត់មានការអត់ធ្មត់និងមានសេចក្តីស្រឡាញ់ហើយពេលខ្លះគាត់ថែមទាំងជួយគេលើសពីការងារដែលគាត់ត្រូវធ្វើទៀតជីវិតរបស់មិនិតមិនងាយស្រួលឡើយព្រោះដីរបស់គាត់បានចាក់ចេញពីគ្រួសារចាប់ពីពេលនោះទៅគាត់ត្រូវខិតខំធ្វើការខ្លាំងជាងមុនដើម្បីចិញ្ចឹមកូននៅពេលថ្ងៃគាត់ធ្វើការជាអ្នកថែអ្នកជំងឺហើយនៅពេលល្ងាចខ្លះគាត់ឆ្លៀតទៅសម្អាតផ្ទះគេដើម្បីរកប្រាក់បន្ថែមទោះបីជាគាត់មានអារម្មណ៍នឿយហត់យ៉ាងណាក៏ដោយមិនិតមិនដែលត្អូញត្អែព្រោះគាត់ចង់ឲ្យកូនគាត់មានអនាគតល្អល្ងាចមួយដោយអកុសលមានភ្លៀងខ្លាំងខណៈពេលដែលគាត់ដើរទៅផ្ទះមិនិតបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរគាត់បានរងរបួសធ្ងន់ហើយត្រូវបានគេនាំទៅមន្ទីរពេទ្យដោយគាត់ត្រូវពិការជើងមិនិតមានការព្រួយបារម្ភជាខ្លាំងព្រោះគាត់គ្មានប្រាក់បង់ថ្លៃមន្ទីរពេទ្យឡើយប៉ុន្តែរឿងរ៉ាវដ៏អស្ចារ្យមួយបានកើតឡើងមនុស្សជាច្រើនបានឮរឿងគាត់ក៏មានអារម្មណ៍អាណិតនិងស្រឡាញ់ចំពោះគាត់ពួកគេបានសម្រេចចិត្តជួយមិនិតនិងកូនរបស់គាត់ចិត្តសប្បុរសល្អម្នាក់ជួយបង់ថ្លៃមន្ទីរពេទ្យទាំងអស់និងជួយគ្រួសាររបស់គាត់ផងដែរបន្ទាប់ពីមិនិតជាសះស្បើយគាត់បានបន្តខិតខំធ្វើការនិងធ្វើតាមក្តីសូត្របិណ្ឌរបស់គាត់ហើយមកគាត់ក៏បានបើកហាងកែសម្ផស្សតូចមួយដោយសារភាពស្មោះត្រង់និងការខិតខំរបស់គាត់អាជីវកម្មរបស់គាត់បានជោគជ័យបន្តិចម្ដងមិនិតមិនដែលភ្លេចសេចក្តីសប្បុរសដែលគាត់បានទទួលឡើយដូច្នេះគាត់ក៏ចាប់ផ្ដើមជួយមនុស្សផ្សេងទៀតដែលកំពុងជួបការលំបាករឿងនេះរំលឹកឲ្យយើងដឹងថាចិត្តសប្បុរសការខិតខំប្រឹងប្រែងនិងសេចក្តីសង្ឃឹមអាចផ្លាស់ប្ដូរជីវិតយើងបាននៅថ្ងៃណាមួយមិនថាជីវិតពិបាកយ៉ាងណាក៏ដោយយើងមិនត្រូវបោះបង់ឡើយយើងត្រូវតែខិតខំតស៊ូឡើង